បានបងប្អូនសួស្តីនេះគឺជាធុងចលៀនក្រហមខ្ញុំសម្រាប់ខាងខ្ញុំនេះខ្ញុំចំចលៀនក្រហមក្នុងធុងជាក៏មានហើយក្នុងអាងជាសម្រាប់ការចំក្នុងធុងចេះគឺជាងាយស្រួលសម្រាប់បងប្អូនយើងដែលគាត់នៅតាមទីប្រជុំជនដែលគាត់ពិបាកត្រូវមុខសัตว์បងប្អូនក៏បងប្អូនអាចចំវាបានដូច្នេះគ្នាគឺបងប្អូនអាចប្រើកាកសំណល់ផ្ទះបាយធ្វើជាចំណីចលៀនក្រហមតែហើយយើងអាចគេយកប្រយោជន៍ពីគឺទី1ជីអាចបុកចលៀនហើយជីកបោះចលៀនគឺយើងទាំងអាចរកវាដំណាំហើយទៀតនៅពេលដែលអាទឹកបន្លែផ្លែឈើដែលយើងដាក់ទៅវាលួយទៅវាជ្រាបចេញពីទឹកហ្នឹងហើយនឹងទឹកនោមចលៀនទឹកអីហ្នឹងក៏យើងអាចត្រង់យកមកស្រោចដំណាំយើងបានសម្រាប់បងប្អូនដែលគាត់ត្រូវការពូជចលៀនក្រហមដើម្បីយកទៅផលិតជីកបោះបងប្អូនអាចចំណេះទៅខាងខ្ញុំមកខ្ញុំលក់ពូជហើយនឹងប្រសាវិទ្យាក្នុងការចំ